Ok, số đây mà bảo rằng này nhóm son ខ្ញុំសារី ចឹងនៅក្នុងថ្ងៃនេះពួកយើងទាំងពីរនាក់នឹងធ្វើការអាប់ដេតទាក់ទងទៅនឹងតម្លៃហាងចេញមាសរបស់យើងនៅក្នុងថ្ងៃទី30ខែមករាឆ្នាំ2026ដែលគិតត្រឹមម៉ោង 8:00 អញ្ចឹងយើងឃើញថាមាសរបស់យើងមានការប្រែប្រួលខ្លះអញ្ចឹងមួយអោនមានតម្លៃ$5,407 មួយតម្លឹងមានតម្លៃ$6,514និងមួយជីមានតម្លៃ$651អញ្ចឹងការប្រែប្រួលយ៉ាងខ្លាំងនេះកត្តាចូលរួមមួយចំនួនដូចជាទី1ការលក់យកប្រាក់ចំណេញអញ្ចឹងមុនពេលដែលមាសធ្លាក់ចុះមាសបានឡើងរហូតដល់តម្លៃកម្ពស់ដែលខ្ពស់ជាប្រវត្តិសាស្ត្រមិនធ្លាប់មានមុនមកអញ្ចឹងអ្នកដែលវិនិយោគិនអ្នកដែលគាត់បានទិញមាសស្តុកទុកគាត់បានធ្វើការលក់មាសដើម្បីយកប្រាក់ចំណេញនៅពេលដែលពួកគេបានលក់មាសយកប្រាក់ចំណេញអញ្ចឹងលុយរបស់សហរដ្ឋអាមេរិកបានធ្វើការឡើងខ្ពស់មានសន្ទុះនៃការប្រើប្រាស់នឹងច្រើនអញ្ចឹងធ្វើឲ្យមាសរបស់យើងនឹងបានដាក់ក្បាលធ្លាក់ចុះខ្លាំងមែនទែនកាលពីយប់ម៉ោង 10:30 នាទីយប់មិញនេះអូខេអញ្ចឹងបន្តទៀតខ្ញុំនឹងឲ្យសារីគាត់ជាអ្នកបកស្រាយបន្ថែមខ្ញុំសូមនិយាយព័ត៌មានមួយទៀតដែលធ្វើឲ្យប៉ះពាល់ដល់ការធ្លាក់ចុះនៃតម្លៃហាងចេញមាសនោះគឺលោកដូណាល់ត្រាំគឺបានសម្រេចចិត្តឲ្យពូទីនផ្អាកការវាយប្រហារទៅលើប្រទេសអ៊ុយក្រែនដោយសារតែប្រទេសអ៊ុយក្រែនគឺមានការចុះត្រជាក់ខ្លាំងរហូតដល់ដក13អង្សាសេអញ្ចឹងហើយបើសិនជានៅតែបើកការវាយប្រហារគឺធ្វើឲ្យប្រជាជនរងទុក្ខវេទនានិងអាចនឹងប្រឈមនៅការបាត់បង់អគ្គិសនីពីលើប្រទេសអ៊ុយក្រែនអូខេសម្រាប់ចម្ងល់បន្ថែមទាក់ទងទៅនឹងហាងចេញមាសនេះបងប្អូនអាចតាក់ទងសួរមកកាន់ក្រុមពួកយើងផ្ទាល់ក៏បានអរគុណបងប្អូនទាំងអស់គ្នា